សម្ដេចហ៊ុនម៉ាណែតបញ្ជាក់ថាលោកដូណាល់ត្រាំនឹងបន្តតាមដានដោយយកចិត្តទុកដាក់ដើម្បីធានាមិនឲ្យមានការផ្ទុះអាវុធឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃតាំងនាមប្រជាពលរដ្ឋកម្ពុជាខ្ញុំបានថ្លែងអំណរគុណអាយុឡាមប្រធានាធិបតីត្រាំដែលបានផ្ដួចផ្ដើមនឹងសម្របសម្រួលឲ្យមានបទច្បាញ់រវាងកម្ពុជាថៃកន្លងមកនិងសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍និងយន្តការទ្វេភាគីដែលបានឯកភាពគ្នារួមទាំងការដោះមានមនុស្សធម៌តាមបណ្ដោយព្រំដែនកម្ពុជាថៃឯកឧត្តមប្រធានាធិបតីត្រាំបានគូសបញ្ជាក់ចំហយ៉ាងច្បាស់លាស់ថាអាយុដំចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃក្នុងន័យនេះឯកឧត្តមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ដើម្បីធានាមិនឲ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមគោលការណ៍និងយន្តការដែលបានឯកភាពគ្នាកន្លងមកដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ